ពេលមកជួបគ្នាម្ដងទៀតបាទនៅក្នុងមេរៀននេះគឺនឹងធ្វើការសិក្សាទៅលើ string អ្វីទៅជា string នៅក្នុង JavaScript ហ្នឹងតើ string ហ្នឹងដើរតួជាអ្វី string គឺជាប្រភេទទិន្នន័យដែលយើងហៅថា data type ដែលប្រើសម្រាប់ទុកអក្សរឬអត្ថបទជាទូទៅ string ហ្នឹងគឺត្រូវបានសម្គាល់ជាតួអក្សរនៅពេលដែលយើងសរសេរនៅក្នុង JavaScript វិធីបង្កើត string គឺត្រូវបានចែកប្រើជាសញ្ញា3ប្រភេទសញ្ញាទី1គឺ double quote ដែលយើងហៅថាសញ្ញាធ្មេញកណ្ដុរ2នោះហើយសញ្ញាទី2គឺ single quote ដែលមានធ្មេញកណ្ដុរ1ហើយសញ្ញាទី3ហ្នឹងយើងហៅថា backtick មានបងប្អូនយើងភាគច្រើនប្រហែលជាអត់ស្គាល់ទេ backtick ហ្នឹងស្អីគេហើយបើសិនបើនិយាយពីសញ្ញាធ្មេញកណ្ដុរ2ឬក៏សញ្ញាធ្មេញកណ្ដុរ1អាចមានអ្នកស្គាល់ដឹងច្រើន backtick ហ្នឹងសញ្ញាដូចធ្មេញកណ្ដុរដែរប៉ុន្តែវារៀងផ្ដេកហើយទីតាំងវានៅលើ keyboard នោះគឺស្ថិតនៅក្រោម key escape ហើយនៅជួរនៅមុខលេខ1បាទជួរ1 2 3អញ្ចឹងវានៅមុខលេខ1នៅក្រោម escape ហ្នឹងយើងចុចអាហ្នឹងទៅគឺនេះហើយជា backtick ដែលចេញមកគឺសញ្ញាដូចធ្មេញកណ្ដុរប៉ុន្តែវាលក្ខណៈផ្ដេកជាងធ្មេញកណ្ដុរវាប្រឈរត្រង់យើងមើលពីការអនុវត្តជាក់ស្ដែងក្នុងការប្រើប្រាស់ string ខ្ញុំធ្វើការបង្កើតជា object មួយដូចថា let ឬក៏ប្រើពាក្យ const បាទ greeting object របស់យើងគឺ greeting assign greeting គឺយើង assign key អីគេ key name key first name អញ្ចឹងបាទ first name អូខេវាសនាបាទនេះអក្សរលក្ខណៈបែបនេះអញ្ចឹងកន្លែងនេះឯងដែលយើងត្រូវការប្រើ3បាទសញ្ញា3មួយណាប្រើក៏បានដែរជាអាចប្រើជា double quote ក៏បាន single quote ក៏បានឬក៏ backtick របស់យើងក៏បានបើមិនបើយើងអត់ប្រើសញ្ញានេះទេ string របស់យើងគឺ JavaScript វាអត់ស្គាល់ទេអញ្ចឹងវានឹងមិនបង្ហាញចេញជា output វានឹងបង្ហាញជាលក្ខណៈ error អីចឹងទៅបានតែវាចាប់អត់បានព្រោះតើតែយើងប្រើ double quote សិនបាទអញ្ចឹងទើបបង្ហាញថានេះជាលក្ខណៈ string okay comma last name កន្លែងនេះខ្ញុំថា single quote បាទគឺនេះបាទ single quote គឺសញ្ញាពេញកណ្ដុរត្រង់2នឹងឯងហើយខ្ញុំដាក់ថា ch coding អូខេ message អូខេកន្លែងនេះគឺយើងនឹងប្រើ backtick មកគឺលក្ខណៈបែបនេះដាក់មកជា hello world បាទអូខេ hello world តែនេះគឺប្រើសញ្ញា comma ទៅវាទៅត្រឹមត្រូវបាទ comma អូខេបន្តមកទៀតយើងនឹងធ្វើការឲ្យវាបង្ហាញគឺប្រើ for in loop for let key in greeting let key in greeting អូខេតបមក console.log
key អូខេនេះគឺជាលទ្ធផល first name last name message យើងទាញយកត្រឹមតា key ឥឡូវនេះយើងទាញយកទាំង key ទាំងរបស់ quote អត់សំទោសទាំង key ទាំង value របស់ key យើងប្រើផ្លាស់មកបន្ទាប់មកគឺយើងទាញយក greeting key អូខេកន្លែងសញ្ញាផ្លាស់នេះគឺជាសម្រាប់ភ្ជាប់បាទផ្លាស់ហ្នឹងគឺសម្រាប់ភ្ជាប់តួអក្សរឬក៏អត្ថបទពីមួយទៅមួយណាកន្លែងនេះគឺត្រូវដាក់បន្តិចបាទអូខេ save នេះគឺរបៀបភ្ជាប់មកគឺភ្ជាប់ key ឲ្យវាចេញជាលទ្ធផលទាំង key ទាំងតម្លៃរបស់ key ណាន់ error អីគេបញ្ហាទេដូច្នេះក្នុងនេះគឺជា string ការប្រើប្រាស់ string គឺទី1គឺខ្ញុំមកប្រើរបប quote ហើយទី2នេះគឺ single quote ហើយទីក្រោមទី3នេះគឺbacktick ណា backtick ទាំង3ហ្នឹងគឺយើងអាចប្រើមួយណាក៏បានដែរវានឹងដំណើរការជា string ប៉ុន្តែបើសិនបើយើងអត់ប្រើមួយឧទាហរណ៍យើងលុបចេញនេះមកតែមើលកូដយើងថាតើវាដំណើរការឬអត់យើងចុច save វានឹងដាក់ថា uncatch reference error បាទវាសនា is not defined បាទន័យថាវាចាប់អត់បានទេកូដហ្នឹងគឺ error ហើយវាសនានេះគឺមិនត្រូវបានស្គាល់នោះទេដូចនេះ JavaScript គឺអត់ស្គាល់ទេបើសិនបើយើងប្រើ string ដោយមិនមាន double quote ឬក៏ single quote ហើយឬក៏ backtick ហ្នឹងតែដាក់ឲ្យវាវិញទេគឺដំណើរការធម្មតាអូខេដូច្នេះសម្រាប់មេរៀន string របស់យើងគឺបញ្ចប់ប៉ុណ្នេះបាទមានចម្ងល់អាច comment សួរឬក៏កុំភ្លេច join Telegram Channel ដើម្បីតាមដានវីដេអូសម្រាប់អ្នកដែលចូលចិត្តចង់ស្វែងយល់ពី coding អរគុណច្រើនជម្រាបលា